ជំរាបសួរប្រិយមិត្តដែលខ្ញុំតាមដាន Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំបាទនឹងសូមចែករំលែកនៅគំនិតខ្លះៗមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ដូចតទៅរឿង3យ៉ាងដែលគួរបំភ្លេចទី1រឿងអាយុទី2រឿងដែលកន្លងហួសទី3រឿងដែលនាំទុក្ខដល់អ្នកដទៃ4យ៉ាងដែលត្រូវមានមនុស្សដែលស្រឡាញ់អ្នកដោយចិត្តមានមិត្តដែលយល់ចិត្តមានការងារធ្វើមានផ្ទះសម្បែងសមរម្យ6យ៉ាងដែលមិនគួរធ្វើឃ្លានហើយតែមិនញ៉ាំស្រេកទឹកតែមិនផឹកទឹកងងុយដេកហើយតែមិនព្រមគេងអត់ហើយតែមិនសម្រាកឈឺហើយតែមិនព្យាបាលចាស់ហើយទើបស្ដាយក្រោយ2យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយការដែលបានកើតជាមនុស្សការបានយល់ពីសាសនាការមានកល្យានមិត្តល្អការមានភាពសុចរិតជានិស្ស័យការមានចិត្តមិនរស្យាការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់ការចេះស្គាល់ពាក្យថាគ្រប់គ្រាន់2យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបានសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តទុក3យ៉ាងលះបង់មិនបានចាញ់គេមិនបានលែងអ្វីមួយមិនបានទ្រព្យសម្បត្តិដ៏មានតម្លៃ6យ៉ាងរាងកាយចំណេះដឹងក្តីស្រមៃទស្សនកិច្ចសមាភ័យទស្សនគតិភាពជឿជាក់ភាពក្លាហានជាចុងក្រោយខ្ញុំបាទក៏សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះហើយកុំភ្លេចជួយចុច like និង share វីដេអូមួយនេះដើម្បីទទួលបាននៅវីដេអូជាបន្តទៅទៀតហើយបើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចូលរួម comment នៅខាងក្រោមផងណាជួបគ្នានៅវីដេអូថ្មីជាបន្តទៀតអរគុណសូមជម្រាបលា